ថ្ងៃនេះយើងរកមិនឃើញផ្លែល្ហុងទេខ្ញុំឃ្លានខ្លាំងណាស់រហូតដល់ចង់ញ៉ាំអ្វីក៏បានយើងគ្មានជម្រើសទេយើងត្រូវលួចតែវាខុសហើយអូខេសួស្តីអ្នកទាំងគ្នានៅក្នុងវីដេអូនេះគឺខ្ញុំបង្ហាញពីវិធីក្នុងការធ្វើវីដេអូបែបហ្នឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់ប្រើប្រាស់តែទូរស័ព្ទដៃក៏អាចធ្វើជាវីដេអូបែបហ្នឹងផុសនៅក្នុង TikTok និង Facebook ក៏បានដែរអូខេអញ្ចឹងជាដំបូងគឺបងប្អូនត្រូវទៅយករឿងពីគេជាមុនសិនជាទៅគឺខ្ញុំឃើញគេផុសច្រើននៅលើ TikTok ហើយខ្ញុំក៏យកចេញពី TikTok ដែរណាអញ្ចឹងខ្ញុំទៅរកជាមួយនឹងវីដេអូមួយអូខេអញ្ចឹងខ្ញុំចូលអ្នកគួរហាត់ប្រានaccount ខ្ញុំមកខ្ញុំចូលជាមួយនឹងខ្ញុំកំពុងតាមដានអូខេអញ្ចឹងខ្ញុំយកជាមួយនឹងវីដេអូមួយអូខេអញ្ចឹងបងប្អូនមើលមកបងប្អូនវីដេអូណាដែលបងប្អូនស្រឡាញ់វីដេអូនេះគឺ Today we didn't find មានរហូតដល់7លានអ្នក any food papaya អូខេអញ្ចឹងបងប្អូនយកវីដេអូជាភាសាអង់គ្លេសឬក៏ជាភាសាចិនភាសាអីក៏បានដែរឲ្យតែនិយាយជាភាសាហើយបងប្អូនគាត់ទៅចុចពាក្យថា download មកឬក៏បងប្អូនចុចពាក្យ share ហើយបងប្អូនច្រឡំ link អូខេនេះគឺយើងទៅ download វីដេអូនឹងជាមុនសិនណាអូខេជាងកន្លែងនេះគឺយើងចុចពាក្យថា TikTok អូខេ TikTok វីដេអូ download ចឹងបងប្អូនយកលើគេមកយើង download អត់ជាប់ logo របស់ TikTok ណាអូខេចឹងយើងផាស link យើងមាញ់មកអូខេយើងចុចពាក្យ download អូខេអញ្ចឹងយើងនឹងឃើញ file វីដេអូនៅខាងក្រោមយើងនឹងចុចពាក្យ download ទៀតមកអូខេយើងខ្វែងមួយសារវាពាណិជ្ជកម្មអូខេយើង save មកអូខេចឹងកន្លែងនេះគឺយើងចុច open វាហើយខ្ញុំសុំ share ទៅ Telegram ស្រួលយើងស្រួលយកបងប្អូនអូខេខ្ញុំដាក់ save មួយអូខេហើយយើងបញ្ជូនរងចាំវាដើរមកពេញទៅយើងធ្វើបែបហ្នឹងយើងមិនពិបាកចូលទៅយក file នៅក្នុងទូរស័ព្ទរបស់យើងណាវាយូរអញ្ចឹងយើងដោយសារតែយើង download ច្រើនវាអាចឆ្លន់ file ដែរណាអញ្ចឹងវាយូរអញ្ចឹងវិធីនេះគឺខ្ញុំបង្ហាញពីវិធីស្រួលចែកពុកម៉ែបងប្អូនពីការធ្វើបែបហ្នឹងណាតែបើសិនជាបងប្អូនចង់ទៅរកនៅក្នុងទូរស័ព្ទរបស់ពុកម៉ែបងប្អូន iPhone ក៏បានដែរវាអត់ជាបញ្ហាទេអញ្ចឹងកន្លែងនេះយើងបើយើង save ទៅកាន់ Telegram វារៀងយូរបន្តិចណាអូខេចាំបងប្អូនរងចាំបន្តិចមកវាដើរមកឲ្យអស់ហើយយើងទៅ download យកវីដេអូហ្នឹងទៅទុកក្នុង gallery របស់យើងវិញវាមានន័យថាយើងស្រួលយកវាមិនជាបញ្ហាហើយយើងចូលទៅរកនៅក្នុង folder ទូរស័ព្ទរបស់យើងវារៀងពិបាកបន្តិចដោយសារយើងមានជ្រោមមានកន្លែង download ហើយវារៀងញ៉ៃបន្តិចណាកន្លែងហ្នឹងណាអូខេអញ្ចឹងវាបាន73ហើយអញ្ចឹងបើសិនជាបងប្អូនចង់ចេះធ្វើវីដេអូបែបហ្នឹងបងប្អូនកុំតន់អា skip វីដេអូដែលខ្ញុំបង្ហាញចែកពុកម៉ែបងប្អូននេះអីគឺវីដេអូនេះគឺកម្រមានអ្នកបង្ហាញទេពីច្រើនគេបង្ហាញតែនៅលើ Facebook គេឲ្យយើងរៀនមួយគេទៅគេឲ្យយើងបង់លុយអូខេអញ្ចឹងយើងដានហើយអូខេអញ្ចឹងខ្ញុំចុច Telegram មួយអូខេនេះវីដេអូមួយនេះយើងចុចពាក្យ download មកតង់ទៀតមកនេះវាចូលនៅក្នុង gallery ទូរស័ព្ទរបស់យើងហើយអញ្ចឹងវិធីនេះគឺវាស្រួលវារៀងយូរបន្តិចមែនប៉ុន្តែវាស្រួលអូខេអញ្ចឹងវា12មេអូខេតោះអញ្ចឹងយើងសង្កត់មួយមកហើយយើងពាក្យថា save to video នេះនឹងចូល gallery ទូរស័ព្ទយើងហើយអូខេអញ្ចឹងយើងថយចិនហើយបងប្អូនចូលក៏ជ្រុំមកតង់ទៀតហើយបងប្អូនយក tab ថ្មីហើយបងប្អូនវាយតាមខ្ញុំមកគឺយើងយកពាក្យ turbo ណាអូខេ turbo description នេះបងប្អូនចុចលើវាមកអូខេមកដល់កន្លែងនេះបងប្អូនឃើញមាន file ច្រើនតែកុំចាប់អារម្មណ៍ហើយបងប្អូនគាត់តែ connect ជាមួយ Gmail បងប្អូនមកគឺជាការស្រេចណាអូខេអញ្ចឹងខ្ញុំចុច Pro នេះមកនេះអូខេអញ្ចឹងមកដល់កន្លែងនេះគឺខ្ញុំចុច upload វីដេអូរបស់យើងមិញនេះវីដេអូយើងមិញអូខេចុច upload មកនៅកន្លែងនេះបងប្អូនកុំភ្លេចរើសផងណាគឺកន្លែងនេះគឺសំខាន់ណាក្នុងការធ្វើវីដេអូបែប AI បែបហ្នឹងគឺដាច់ខាតបងប្អូនត្រូវដឹងថាភាសាវីដេអូដើមរបស់គេគឺនិយាយភាសាអីគេណាចឹងបើសិនជាបងប្អូនដឹងថាភាសានឹងជាភាសាអង់គ្លេសបងប្អូនជាភាសាអង់គ្លេសបើសិនជាភាសាជប៉ុនបងប្អូនជាជប៉ុនភាសាដើមគឺជាការសំខាន់ក្នុងការបង្កើតវីដេអូ AI បែបហ្នឹងតទៅទៀតយើងធ្វើបំលែងវាទៅជាភាសាខ្មែរហើយយើង copy វាទៅជា text មួយដែលអាចឲ្យយើងផាសនៅក្នុង
ពី convert ពី text ទៅអក្សរអូខេចឹងបងប្អូនរងចាំវាដើរមកពេញមកអូខេចឹងវីដេអូនេះគឺខ្ញុំអត់កាត់ទេបើសិនជាបងប្អូនមើលដល់ចប់វីដេអូនេះគឺបងប្អូននឹងចេះធ្វើជាមួយនឹងវីដេអូលក្ខណៈ AI ដូចគេសម្រាយរឿងនៅក្នុង Facebook ដែរហើយនឹង TikTok ដែរប៉ុន្តែគេកម្រប្រាប់ជាងទេចឹងវិធីនេះគឺកម្រមានអ្នកធ្វើទេហើយខ្ញុំមកបង្ហាញចែកពុកម៉ែបងប្អូននេះប្រហែលជាបំបែកឆ្នាំងបាយរបស់គេហើយអូខេតែមិនជាភ័យទេណាខ្ញុំគ្រាន់តែបង្ហាញត្រួសចែកពុកម៉ែបងប្អូនអាចធ្វើការ research បន្ថែមទៀតទាក់ទងជាមួយនឹងការធ្វើបែបហ្នឹងហើយខ្ញុំក៏មិនមែនជាអ្នក MMO សម្រាប់រឿងនៅក្នុង Facebook TikTok ទេណាគ្រាន់តែរកឃើញនៅវិធីធ្វើខ្លះមកចែកជូនពុកម៉ែបងប្អូនណាជឿមកបងប្អូនអាចធ្វើតាមនឹងទៅហើយគាត់ដែលជាអ្នក MMO ដែលចាស់គេសងំកើបលុយបាត់ហើយណាជាងទេអាអ្នកដែលរកអីមិនបានសោះគិតតែចែកម្លេចគឺអំបិលពេលយើងបានហើយបងប្អូនចុចពាក្យ transcript មកនេះនៅក្រោមនេះអូខេចឹងបងប្អូនរងចាំមកតង់ទៀតវារៀងយូរបន្តិចគឺឲ្យវាដើរមកពេញណាកន្លែងនេះតើតែវា load ដល់ 100% ណាចឹងទើបយើងអាចធ្វើការបានថា transcript ពីភាសាអង់គ្លេសបាននិងវាបំលែងពីសំឡេងហ្នឹងគឺទៅជាអក្សរហើយយើងយកអក្សរហ្នឹងគឺទៅបំលែងជាតិចមួយទៀតណាដែលយើងអាចធ្វើការសរសេរបានហើយឲ្យ AI ជាអ្នកអានហើយយើង download សំឡេងហ្នឹងទៅកាត់តនៅក្នុងកម្មវិធី CapCut ឬក៏កម្មវិធី VN មកឥឡូវពេញហើយយើងចូល open មកនេះអូខេតទៅទៀតគឺជាភាសាអង់គ្លេសអញ្ចឹងជាភាសាអង់គ្លេសអញ្ចឹងយើងពិបាកមើលមែនអត់ហើយយើងក៏អត់ចេះអានដែរណាអញ្ចឹងយើងមានវិធីមួយទៀតគឺយើងបកប្រែភាសាអង់គ្លេសទៅជាភាសាខ្មែរណាអូខេអញ្ចឹងចុចត្រី3តទៅទៀតយើងចុចពី translate នេះអូខេជាកន្លែងនេះគឺយើងឲ្យវាបកទៅជាខ្មែរវិញអូខេជាងកន្លែងនេះបងប្អូន copy តិចមកនេះសង្កត់លើវាមកអូខេ copy មកហើយបងប្អូនថយមកហើយបងប្អូនចូលជាមួយនឹង AI ដែលខ្ញុំចាំបង្ហាញចែកពុកម៉ែបងប្អូនណាអូខេចូលបងប្អូនវាយមកវាថា Msela មួយហ្នឹងគឺគុណខ្មែរទេដែលបង្កើតឡើងបើសិនជាបងប្អូនគាត់មើលវីដេអូរបស់ខ្ញុំមុនគឺចេះបង្កើតហើយវារឿង slow បន្តិចអ៊ីនធឺណិតថ្ងៃហ្នឹងពុកម៉ែបងប្អូនអូខេហើយខ្ញុំខ្វាយចោលអស់ clear ចោលអស់សិនណាអូខេអូខេចឹងដើរហើយអ៊ីនធឺណិតមិនវា slow បន្តិចអូខេចឹងវា verify ហើយចឹងយើងដាក់មកនេះអក្សរទៅជាសំឡេងបងប្អូនយកវាមកកន្លែងនេះគឺបងប្អូនយកស្រីហើយយើងដាក់ជាភាសាខ្មែរមកត្រូវហើយកន្លែងនេះយើងផាសជាមួយនឹងអត្ថបទដែលយើងបាន copy ខាងដើមអូខេចឹងគឺយើងបានទៅ943វាអាចបានរហូតដល់ 1000 តួអក្សរណាកន្លែងនេះយើងយកវាលឿនក៏បានយឺតក៏បានធម្មតាក៏បានណាកន្លែងនេះអូខេជាងយកប៉ុណ្ណេះមកជាងចុចបង្កើតសំឡេងមកហើយយើងរងចាំកម្មវិធីនេះគឺលឿនណាបំលែងសំឡេងសំទោសបំលែងអក្សរទៅជាសំឡេងគឺលឿនដែលបងប្អូនអាចធ្វើបានអញ្ចឹងបងប្អូនអាចធ្វើការអាចកើតមកវារៀង slow បន្តិចណាអញអូនេះថ្ងៃនេះយើងរកមិនឃើញផ្លែល្ហុងទេខ្ញុំឃ្លានខ្លាំងណាស់រហូតដល់ចង់ញ៉ាំអ្វីក៏បានយើងគ្មានជម្រើសទេយើងត្រូវលួចតែវាខុសហើយរត់ទៅខ្ញុំពិតជាចង់បានរោគថ្មីនេះណាស់ជាអកុសលយើងគ្មានលុយទេគេងទៅណាអូខេអញ្ចឹងបានហើយយើងចុចពាក្យ download មកអូខេអញ្ចឹងយើងមើលចូលទៅកន្លែង download កន្លែងនេះគឺបងប្អូនថយមកទៀតមក download រួចហើយបងប្អូនចូលខ្ញុំ clear ចោលអស់មកហើយបងប្អូនចូលកម្មវិធីកាត់តអូខេបង្ហាញពុកម៉ែបងប្អូនមកចប់មកក៏ play តែម្ដងគឺកុំមកពិបាកអូខេជាង1នាទីជាងកន្លែងនេះបងប្អូនយក size នេះមក
អូខេជាបងប្អូនយកសំឡេងមកជាបងប្អូនយកសំឡេងហើយបងប្អូនចុចពាក្យ import ចូលបងប្អូនទៅយកសំឡេងមាញ់មក download អូខេ Msela ចឹងយើងមើលគឺម៉ោង 1:10 នាទីហ្នឹងហើយណាចុច open ណាអូខេ Today we didn't find ចឹងយើងថយសំឡេងអាដើមគេចេញអស់សិនមក មិនឃើញផ្លែល្ហុងទេខ្ញុំឃ្លានខ្លាំងណាស់រហូតដល់ចង់ញ៉ាំអ្វីក៏បានយើងគ្មានជំរើសទេយើងត្រូវលួចតែវាខុសហើយរត់ទៅខ្ញុំពិតជាចង់បានរោគថ្មីនេះណាស់ អូខេចឹងបើសិនជាបងប្អូនចង់កុំឲ្យជាប់ copyright គឺបងប្អូនបន្ថែមរូបភាពមួយទៀតមកនេះអូខេចឹងខ្ញុំយករូបភាពមួយសិនអូខេគឺប៉ុណ្ណឹងគឺវាអត់ជាប់ទេណាអត់ជាប់កម្មសិទ្ធិបញ្ញារបស់គេទេយើងដាក់ឲ្យអស់មកអូខេចឹងយើងមើលសំឡេងយើងបានទៅត្រឹមនេះណាចឹងយើងដាក់ speed អានេះលឿនតិចមកថ្មិចគឺវាប្រហាក់ប្រហែលណាអូខេជាយើងកាត់យើងលេខលក់ខ្លួនឯងណាអូខេ ថ្ងៃនេះយើងរកមិនឃើញផ្លែល្ហុងទេខ្ញុំឃ្លានខ្លាំងណាស់រហូតដល់ចង់ញ៉ាំអ្វីក៏បានយើងគ្មានជំរើសទេយើងត្រូវលួចតែវាខុសហើយរត់ទៅខ្ញុំពិតជាចង់បានរោគថ្មីនេះណាស់ អូខេអញ្ចឹងបងប្អូនចុចពាក្យ export មកខ្ញុំយកអត់យកកម្រិតខ្ពស់ទេគឺខ្ញុំយកកម្រិតទាបបង្ហាញចែកពុកម៉ែបងប្អូនទៅ export លេខ1ណាអូខេចាំបងប្អូនរងចាំវីដេអូនេះគឺមក full ណាគេបរៀនដល់5ដុល្លារខ្ញុំបរៀនពុកម៉ែបងប្អូន free អត់មានចូលលុយទេរៀបធ្វើវីដេអូ AI បែបសម្រាប់រឿងអីគឺអត់មានអស់លុយទេអូខេ